បាទពុកម៉ែបងប្អូនអរគ្នានេះលទ្ធផលក្រោយពេលដែលយើងបាញ់ជីមប៉នបានរយៈពេលចំនួន6ថ្ងៃឥឡូវស្រូវបែកគុំបានល្អឥឡូវយើងជីមប៉នរបស់យើងប្រើពពួកហុយមិចបូកជាមួយនឹងពពួកជីមប៉ន NPK ហើយនឹងយើងបន្ថែមជាមួយនឹងពពួកជំនួយរើសថែមទៀតបាទឥឡូវយើងបាញ់រយៈពេលបាន6ថ្ងៃឥឡូវស្រូវបែកគុំល្អនិយាយទៅស្រូវនេះយើងបាញ់នេះដោយសារតែទី1ហ្នឹងគឺស្រូវរបស់យើងវាដាច់កម្លាំងផងដោយសារអត់មានទឹកដោយសារស្រូវដាច់ទឹកអត់មានភ្លៀងទៅមានទឹកបញ្ចូលតែក្រោយពេលយើងបាញ់ជីមប៉នហ្នឹងយើងបាញ់វគ្គ1ទៅបាញ់តែម្ដងតែស្រូវល្អខ្លាំងឥឡូវបែកគុំបានច្រើនហើយស្លឹកវិញលាស់ត្រង់ល្អចំណែកឯប្រព័ន្ធឫសរបស់វាក៏លាស់ខ្លាំងល្អដែរឫសដុះវែងហើយស្រូវធម្មតាទៅឃើញស្លឹកចេញមកអញ្ចេះហើយវាល្អហើយស្លឹកក៏សុខភាពល្អហើយចំណែកប្រព័ន្ធឫសរបស់វាវែងអញ្ចឹងដល់ពេលអញ្ចឹងទៅក៏អាចធ្វើឲ្យស្រូវរបស់យើងហ្នឹងគឺស្រូបយកនៅពពួកសារធាតុចិញ្ចឹមពពួកសារធាតុចិញ្ចឹមដែលនៅក្នុងដីហ្នឹងដូចជាជីឬជីមប៉នហ្នឹងបានល្អឥឡូវបែកគុំខ្លាំងបាទស្រូវឥឡូវយើងចាំមើលប្រព័ន្ធឫសរបស់វាថាតើប្រព័ន្ធឫសរបស់វាមិនអីក្រោយពេលយើងបាញ់បាន6ថ្ងៃបាទឫសរបស់វាឃើញថាឫសលូតវែងមែនទែនហើយដុះឫសថ្មីមកច្រើននេះស្រូវដាច់កម្លាំងម្សាដោយសារតែយើងអត់មានទឹកបញ្ចូលគ្រប់គ្រាន់ដោយសារតែទឹកបន្លាយក៏អត់មានហើយទឹកភ្លៀងក៏អត់មានក៏តែពេលដែលយើងមានទឹកបញ្ចូលស្រូវរបស់យើងហ្នឹងគឺអាយុវារៀងច្រើនដែរហើយដល់ពេលអញ្ចឹងទៅតតែយើងប្រើប្រាស់ថ្នាំឲ្យបានរៀងច្រើនបន្តិចទៅស្រូវនេះគឺបូកយើងបាញ់បូកជាមួយពពួកហុយមិចបូកជាមួយនឹងពពួក NPK ជីមប៉ន NPK វគ្គ1យើងហ្នឹងហើយយើងថែមពពួកជំនួយរើសពពួកអាតូនិកឬក៏ពពួកស៊ីវីតក៏បានដែរពុកម៉ែបងប្អូនអរគ្នាអាចលេងបានឥឡូវស្រូវលូតល្អហើយបែកគុំបានល្អដែរហើយឫសប្រព័ន្ធឫសវាវែងឲ្យដុះឫសថ្មីមកច្រើនស្រូវនេះសុខភាពល្អតែប៉ុណ្ណេះទៅយើងបាចជីបាចអីទៅស្រូវស្ទុះឡើងលឿនបាទនេះបងប្អូនតែភ្នែកឃើញល្អបែកគុំខ្លាំងស្រូវ